សួស្តីបងប្អូនថ្នាក់ទី8ណាគ្រូលើកយកវីដេអូបន្តទៀតពាក់ព័ន្ធជាមួយនឹងលំហាត់យើងចូលដល់លំហាត់ទី7ណាលំហាត់ទី7នេះគឺមេរៀនតលៈសេរីណាតលៈសេរីលំហាត់នេះគឺយើងលើកយកចម្ងាយចណាពាក់ព័ន្ធជាមួយនឹងគេហៅថាវិនាទីទី1ទី2ទី3ហ្នឹងតើគេប្រើពាក្យបែបហ្នឹងយើងទៅរកចម្ងាយរបស់វាហ្នឹងយើងធ្វើរបៀបយ៉ាងម៉េចវិញកន្លែងហ្នឹងណាគឺចង់លើកយកនៅពេលដែលគេប្រើថាវិនាទីទី1ទី2ទី3ហ្នឹងណាគេយើងជួស1ជួស2ជួស3ហ្នឹងណាដូចថាវិនាទីទី1យើងជួស1ចូលអត់ជួស2ចូលអត់ឥឡូវយើងទៅមើលដែលយើងប្រើថាវិនាទីទី1ទី2ទី3ណាតែនៅក្នុងទី7នេះយើងប្រើវិនាទីទី10ណាអញ្ចឹងទី10ហ្នឹងមានន័យថាតេស្មើ10អត់កន្លែងហ្នឹងណាតោះឥឡូវយើងទៅអានទាំងអស់គ្នាគេថាគណនីចម្ងាយចនៃអង្គធាតុមួយធ្លាក់ដោយសេរីធ្វើបានក្នុងវិនាទីទី10ណាក្នុងវិនាទីទី10កន្លែងហ្នឹងបងប្អូនប្រយ័ត្នច្រឡំណាអូខេវាច្រឡំកន្លែងហ្នឹងច្រឡំយកច្រឡំមិនទៅកន្លែងហ្នឹងនេះមិនមែនទេស្មើ10ទេកន្លែងហ្នឹងមិនមែនទេស្មើ10ទេណាបងប្អូនយកច្រឡំទៅហ្នឹងអូខេតើគូនិយាយអត់មិនមែនទេស្មើ10ទេវិនាទីទី10ណាគេថាក្នុងរយៈពេល10វិនាទីអាហ្នឹងបានទេស្មើ10តែនេះអត់ទេណាគេហៅថាទី10អត់ទេតើគូនិយាយណាអញ្ចឹងគឺយើងអត់ធ្វើបែបហ្នឹងទេឲ្យតែវិនាទីគេប្រើទី1ទី2ទី3ហ្នឹងណាអញ្ចឹងគឺយើងអត់ជួសស្មើ10ទេនៃមិនស្មើតេនឹងស្មើ10ទេណាតោះឥឡូវគេធ្វើមកវិញយើងអត់ជួសតែតេស្មើ10នឹងមួយចប់ទេណាមានន័យថានៃមិនមែនមិនឲ្យជួសតេស្មើ10យកទៅប្រើទេបងប្អូនយកច្រឡំណាមានន័យថាគេប្រើណាគេប្រើមិនវិញអាហ្នឹងណាអូខេមិនមែនថាយើងជួសតេស្មើ10ហើយគឺចប់សាច់រឿងហ្មងឯងណាតើគឺនិយាយហ្នឹងហើយជួសដែរតែគេជួសណាគឺចង់បានចម្ងាយហ្នឹងគិតពីណាទៅណាតោះឥឡូវយើងទៅមើលបន្តទៀតឲ្យដឹងនៃកន្លែងហ្នឹងណានៃកន្លែងហ្នឹងតើយើងចង់មានន័យថាម៉េចណាតោះតទៀតតើក្នុងរយៈពេលនោះណាល្បឿននៃអង្គធាតុហ្នឹងកើតបានប្រមាណអញ្ចឹងគេចង់បានល្បឿនមានន័យថាល្បឿនហ្នឹងកើតបានប្រមាណណាក្នុងវិនាទីទី10ណាក្នុងវិនាទីទី10តោះយើងទៅមើលទាំងអស់គ្នាណាវិនាទីទី10គេហៅវិនាទីទី1ទី2និងទី10ហ្នឹងគេធ្វើមិនវិញកន្លែងហ្នឹងណាអូខេឥឡូវគ្រូទៅប្រាប់បងប្អូនត្រង់ទៅហ្នឹងណាវិនាទីទី10គ្រូគូឲ្យអូខេសុំទោសគ្រូលុបអានេះចេញសិនវិនាទីទី10អូខេអញ្ចឹងគ្រូគួរបាន10ចុះ1អូខេណាគេហៅថាវិនាទីទី10ទី2នេះវាយ៉ាងម៉េចយ៉ាងបាត់សំទោសគ្រូដាក់នេះសិនcopy ឲ្យបាត់តាបាត់ហើយអូខេនៅខាងនេះណាវិញបរិបប៉ុណ្ណឹងសិនឥឡូវកុំឲ្យយូរពេកគ្រូគូអានេះចឹងណាអូខេគូថែមលើនេះចាកុំឲ្យយូរណារៀងច្រើនបន្តិចណាគ្រូហ្នឹង10អូខេប្រហែលតោះអានេះ1អានេះ2
anh này 3 anh này 4 anh này 5 anh này 6 tự nhiên chấm cột prap thà 6 7 នេះមានន័យថាម៉េចណា7 8 9 ណាអូខេ10អូគ្រូរាប់រំលងមួយណាសំទុកគ្រូរាប់ពីថ្នាក់មកអានេះឥឡូវគ្រូអោសអញ្ចឹងវិញណាអានេះមានន័យថាចាប់ពី0មកចាប់ពី0មកយើងរាប់ហ្នឹងអូខេចាប់ពីចំណុចវិធីទី0មកយើងរាប់មកដល់1គេហៅវិធីទី1ឥឡូវគ្រូអោសមកដល់នេះណាអូខេឥឡូវចាំ present គ្រូដូរនេះសិនអូខេណាទី10ឥឡូវគ្រូសរសេរឲ្យពេញសិនកន្លែងហ្នឹងទី10ណាតោះអានេះមានន័យថាយើងរាប់ពី0មក1 second ណាអាហ្នឹងគេហៅថាវិធីទី1តើគឺនិយាយហ្នឹងអានេះមក2 second ណាមក2 second គេរាប់អញ្ចឹង1វិធីទី1ណាទី1ច្បាស់គូដូសិនត្រឡប់មកវិញសិនពី0មកដល់1គេហៅវិធីទី1ណាហ្នឹងហៅវិធីទី1ទូទីវាឡើងទៅលើសិននេះពី0មក1 second គេហៅវិធីទី1ណាពី1មក2គេហៅវិធីទី2ពី2មក3គេហៅវិធីទី3តាន់គ្រូនិយាយហ្នឹងកន្លែងហ្នឹងណាគេហៅវិធីទី1ទី2ណាទី1ទី2អញ្ចឹងសំណួរដែលគេចង់បានចម្ងាយដែលវាធ្វើបានណាវាផ្លាស់ទីបានក្នុងវិធីទី10គឺចង់បានចម្ងាយមិនទៅនេះគេចង់បានចម្ងាយប្រវែងនេះប្រវែងនេះវិធីទី10គេចង់បានហាស់នេះណាអូខេហាស់នេះគេចង់បានហាស់ហ្នឹងណាអូខេណាគេចង់បានហាស់មួយហ្នឹងហាស់ណាអូខេហាស់វិធីទី10គ្រូដាក់ថាហាស់ព្រីមចុះតន់គូនិយាយហ្នឹងគេចង់បានហាស់ប្រវែងហ្នឹងឯងគេមិនមែនចង់បានចម្ងាយដែលធ្លាក់ពីលើមកដល់ប្រវែងហ្នឹងមិនវិនាទីទី10ឯចម្ងាយហ្នឹងគេហៅថាវាធ្លាក់បានក្នុង10វិនាទីអ្នកទាំងអស់នេះស្រាប់គូតន់ណាកន្លែងហ្នឹងណាយើងគិតពី0មកដល់10អាហ្នឹងគេហៅថាតេហ្នឹងគឺ10វិនាទីណាតែបើយើងគិតប្រឡោះកន្លែង9 10គេហៅវិនាទីទី10អញ្ចឹងមានន័យថាចម្ងាយចរដែលគេចង់បានហ្នឹងពី9ពីវិនាទីទី9មកដល់វិនាទីទីម៉ានទី10ណាអូខេវិនាទីទី10នឹងគេចង់បានប្រវែងហ្នឹងណាតោះកន្លែងហ្នឹងយើងរកមកទៅណានេះបងប្អូនទៅមើលចម្ងាយណាបើសិនជាគ្រូគិតនេះគ្រូគិតគិតពីណាមកគ្រូគិតពីរាប់ពី0មកនេះរាប់ពី0ណារាប់ពី0នេះរាប់ពី0ប្រវែងរបស់យើងណារាប់ពី0មកដល់9អានឹងមានន័យថាវាស្មើនឹង9វិនាទីណាត្រូវទេ9វិនាទីចម្ងាយហ្នឹងរយៈពេល9វិនាទីតើគឺនិយាយហ្នឹងណាប្រវែងអញ្ចឹងប្រវែងហ្នឹងមានន័យថាហាស់របស់វាហ្នឹងរូបមន្តហាស់ណាយើងប្រើរូបមន្ត9វិនាទីគឺអីគេ1លើ2ណាអីគេc តេការ៉េនេះយើងអាចរកបានតែយើងជួសនៅក្នុង9វិនាទីអានេះយើងឃើញប្រវែងព្រោះយើងចង់បានប្រវែងហាស់ព្រីមយើងធ្វើយ៉ាងម៉េចណាតោះឥឡូវយើងទៅមើលប្រវែងដែលយើងគិតពី0មកដល់10នេះប្រវែងវែងនេះត្រូវទេប្រវែងវែងនេះណាប្រវែងវែងអញ្ចឹងអាហ្នឹងគឺសម្រាប់10ហ្នឹងគឺយើងជួសអញ្ចឹងដូចគ្នាដែរមានន័យថាហាស់ហ្នឹងគឺសម្រាប់10វិនាទីយើងដាក់តេស្នឹង10គឺស្មើជាមួយនឹង1លើ2អីគេ c សំទៅគូដូសាថ្មីអានេះc តេការ៉េណាតែហ្នឹងសម្រាប់អីគេអាហ្នឹងសម្រាប់10អានេះសម្រាប់អីសម្រាប់9តើគឺនិយាយនេះយើងជួសហ្នឹងអាតេហ្នឹងគឺតេដាក់10តើនិយាយតេហ្នឹងគឺតេដាក់10យើងជួសទៅអានេះគឺជួស9តើគឺនិយាយហ្នឹងណានេះបើសិនជាយើងយក
ប្រវែងនេះណាអូខេអ្នកមើលប្រវែងនេះអ្នកទាំងអស់គ្នាយកអាវែងនេះនេះអានេះអាវែងនេះអា10ហ្នឹងវែងជាងគេត្រូវអត់អា10វែងជាងគេណាអា10វែងជាងគេនៅពេលដែលយើងកាត់ចោលនេះអាប្រវែងដែលយើងជួសសម្រាប់តេស្មើ9នេះណាតេស្មើ9នេះយើងកាត់ចោលនេះអ្នកឃើញប្រវែងនេះគ្រូមើលកន្លែងនេះឃើញកាត់ចោលរបស់យើងយកពីនេះសំទុកគូអត់ចំតែនេះកាត់ចោលគឺសល់ប្រវែងនេះសល់ប្រវែងហ្នឹងមានន័យថាហ្នឹងគឺជាហាស់ព្រីមនេះហាស់ព្រីមចេះចង់បានហាស់ព្រីមតាមគឺនិយាយហ្នឹងណាអញ្ចឹងមានន័យថាយើងយកអាវែងដល់អាខ្លីចោលយើងឃើញហាស់ព្រីមហើយនេះមានន័យថាយើងជួស10ដែរតែមិនជួស10ទៅចប់ហ្មងទេតាន់គឺនិយាយមិនចង់បានពីគុលដែលវាចំណុចដែលវាធ្លាក់មកដល់10ហ្នឹងហ្មងទេមានន័យថាគេចង់បានចន្លោះពី10លេខ9មក10ទេវិនាទីទី10ហ្នឹងណាគឺវាស្ថិតនៅក្នុង9 second ហើយនិង10 second អញ្ចឹងគឺកម្លាតណាប្រវែងហ្នឹងអញ្ចឹងមានន័យថាយើងយកអាវែងដកអាខ្លីទៅគាត់គឺនិយាយអូខេអញ្ចឹងបងប្អូនមើលទៅនេះឃើញទេនេះយើងដកត្រូវអត់យើងមើលតាមប្រវែងមើលតាមប្រវែងទៅយើងដឹងអាហ្នឹងហើយណាយើងដកគ្នាគាត់គឺនិយាយតោះអញ្ចឹងមានន័យថាយើងជួសតែចូលមួយរូបមន្តណាយើងប្រើដូចគ្នាតែគ្រាន់តែយើងដូរអីយើងដូរតេទេត្រូវទេនេះតេស្មើ10អញ្ចឹងតេស្មើ10ស្មើ500ឃើញប្រវែងអាវែងហ្នឹងគាត់គឺនិយាយអត់ចូល10ប្រវែងអាខ្លីចូល10ប្រវែងអាខ្លីរបស់យើងគឺយើងជួស9អញ្ចឹងដាក់លេខ9ណាដាក់លេខ9សេយើងយក10ចុះអ្នកនរគ្នាយក9.8ក៏បានដែរអត់អីទេណាតែគេអត់ប្រាប់យើងយក10ទៅនេះរកឃើញហើយយើងយកទៅដកគ្នាអញ្ចឹងមានន័យថាយើងឃើញហាស់របស់យើងឃើញ95ណាបងដកលេខទៅគ្រូដកត្រូវអត់កន្លែងហ្នឹងណាគឺឃើញ95ហ្នឹងហើយមានន័យថាពាក្យសម្រាប់វិនាទីទី1ទី2គឺយើងធ្វើបែបហ្នឹងតោះណាណាគឺនៃទី1បើនៃទី1អ្នកត្រូវចាំអូថាគេប្រើវិនាទីទី1អញ្ចឹងទី1វាស្ថិតនៅចន្លោះទីម៉ានណានៅចន្លោះទីម៉ានវិនាទីទី1ណា0ហើយនឹងម៉ានណាឥឡូវគ្រូមិនបាច់និយាយទី1គ្រូនិយាយចាប់ពីទី2មកណាអូខេទី2ចន្លោះទី2ណាមកទី2អញ្ចឹងមានន័យថានេះទី1ណាអានេះទី2អញ្ចឹងវិនាទីទី2អញ្ចឹងវិនាទីទី2គេគិតពីតេស្មើ1 second មកម៉ានមក3 second មានន័យថាយើងធ្វើផលដកណារវាងហាស់ដែលយើងជួសតេចូលហ្នឹងយើងធ្វើផលដកដូចគ្រូនិយាយវិនាទីទី10ណាយើងធ្វើផលដកអញ្ចឹងឲ្យតែលំហាត់តម្រងគេប្រើវិនាទីទី2ទី3ទី4ហ្នឹងគឺធ្វើលំនាំបែបហ្នឹងត្រូវជួសតេ2ណាតោះណាមានន័យថាតេ2នៅចន្លោះណាមានន័យថាឧបមាដូចគ្រូនិយាយមិញវិនាទីទី2វិនាទីទី2ណាអ្នកទាំងអស់គ្នាអូខេសំទោសគ្រូនិយាយនៅច្រឡំវិនាទីអានេះទី1ទី2ទៅ3ណាសំទោសគ្រូច្រឡំអានេះណាអានេះទី1ទី2គ្រូរាប់រំលងនេះអូខេតោះណានេះគឺយើងជួសមានឧបមាថាវិនាទីទី2យើងត្រូវជួសតេ1ហើយតេ2ហើយយើងយកដកគ្នាបានឃើញហាស់ត្រឹមហ្នឹងតើគ្រូនិយាយបានឃើញហាស់ត្រឹមហ្នឹងណានឹងណារបៀបលំហាត់វិនាទីទី1ទី2ហ្នឹងគឺធ្វើបែបហ្នឹងតើគ្រូនិយាយអ្នកទាំងអស់គ្នាត្រូវធ្វើផលដកមានន័យថាយើងជួសឧបមាថាវិនាទីទី n ណាវិនាទីទី n មានន័យថាយើងត្រូវជួសតេស្មើ n ចូលហើយនឹងតេស្មើអីគេទៀតតេស្មើ n ដក1ចូលហើយរកហាស់តើគឺនិយាយរូបមន្តរបស់វាហ្នឹងហើយស្មើហើយយើងដកគ្នាតើគឺនិយាយបងប្អូនប្រហែលជាគ្រូនិយាយចេះងាយយល់ជាងណាកុំឲ្យគ្រូនិយាយពាក់ព័ន្ធជាមួយ GN បងប្អូនទី3ពិបាកយល់ណានឹងកន្លែងហ្នឹងកន្លែងនេះមានន័យថាយើងជួសឧបមាថាវិនាទីទី2យើងត្រូវតេ2ហើយនឹងតេ1ឧបមាថាវិនាទីទី3អ្នកទាំងអស់គ្នាត្រូវជួស3ហើយនឹង1ចាំថាវិនាទីទីប៉ុន្មានជួសលេខហ្នឹងហើយទៅដល់លេខបន្ទាប់នឹង1ជួសតេគ្រូនិយាយចេះប្រហែលជាបងប្អូនងាយយល់ជាងស្ដាប់គ្រូតណាគ្រូនិយាយសារថ្មីមានន័យថារ
វិញ្ញាទីទីម៉ានណាវិញ្ញាទីទីម៉ានត្រូវជួសតេឧបមាថាវិញ្ញាទីទី10ត្រូវជួស10ហើយដកបន្ទាប់ពី11ហ្នឹងទៅណាបន្ទាប់ពីលេខ10នឹង1ទៅតើគូនិយាយហ្នឹងហើយណាតោះកំណើនលបឿនអញ្ចឹងមានន័យថាយើងចង់ដឹងថាវាកើនបានប៉ុន្មានកន្លែងនេះចង់ដឹងថាវាកើនបានប៉ុន្មានណាកើនបានប៉ុន្មានមានន័យថាយើងជួសតេស្មើ10ហើយនឹង9ដូចគ្នាអញ្ចឹងដឹងចន្លោះពេលវាកើនបានប៉ុន្មានអញ្ចឹងតាមសមីការតម្លាក់សេរីរបស់យើងលបឿនសមីការលបឿនvស្មើ c តេណាហើយជួសលេខចូលទៅ10ហើយនឹង9ចូលហើយយើងដកគ្នាទៅយើងឃើញកំណើននឹងចន្លោះពេលហ្នឹងគឺ10ម៉ែត្រក្នុង1វិនាទីណាហ្នឹងពាក់ព័ន្ធជាមួយនឹងលំហាត់របស់យើងណាចប់ទី8គ្រូទុកឲ្យបងប្អូនធ្វើគឺលំនាំដូចគ្នាទេណានឹងលំនាំដូចគ្នាមិញគ្រូនិយាយសារថ្មីណាគ្រូនិយាយសារថ្មីបងប្អូនស្ដាប់មួយវិនាទីទី9អញ្ចឹងមានន័យថាយើងត្រូវដាក់តេ9ណាដាក់តេ9វិនាទីហើយនឹងតេប៉ុន្មានតេ8ហើយធ្វើផលដកគ្នាជួសរស់ហាស់ណាតើគឺនិយាយនេះគ្រូប្រាប់កម្រយឲ្យណា8ដើម្បីឲ្យបងប្អូនស៊ាំតើគឺនិយាយអាហ្នឹងអត់ហ្នឹងហើយណាអូខេវិនាទីទី8អញ្ចឹងវិនាទីទី8មានន័យថាយើងជួសតេប៉ុន្មានតេ8ហើយនឹងតេ7និយាយទៅណាត្រឹមលេខហ្នឹងក្រោមណាអូខេលេខហ្នឹងទៅក្រោមតោះណាឧបមាវិធីទី8មានន័យថាជួសតេ8ហើយនឹងតេ7ចំណាំគ្រូនិយាយណាអូខេវិធីទីម៉ានដាក់លេខហ្នឹងហើយលេខបន្ទាប់នឹង1ណាអូខេទី7វិធីគេជួសហ្នឹងហើយធ្វើគំរូដូចគ្រូធ្វើឲ្យមុនមិញណាអូខេតើគ្រូនិយាយអញ្ចឹងលំហាត់របស់យើងហ្នឹងដែលឲ្យបងប្អូនអនុវត្តខ្លួនឯងហ្នឹងគឺមានតែ2ទេណាតែប៉ុណ្្នឹងឯងតើគ្រូនិយាយណាអូខេអញ្ចឹងវីដេអូឬយូរបន្តិចហើយគ្រូបញ្ចប់ត្រឹមហ្នឹង